បាទសូមគោរពនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនអរគ្នាចឹងនេះខ្ញុំនឹងមកនិយាយអំពីសារតកម្មយុវវ័យចំពុកទី54ដែលតាក់ទងជាមួយនឹងការវឹកហាត់ដើម្បីនឹងបម្រើព្រះអញ្ចឹងខ្ញុំនឹងលើកយកមួយចំណុចសំខាន់ដែលតាក់ទងជាមួយនឹងការវឹកហាត់ចំណុចដែលសំខាន់បំផុតនោះគឺការវឹកហាត់ទៅលើចិត្តគំនិតរបស់យើងបើសិនយើងរកគ្នាមិនមែនចិត្តអត់ធ្មត់គឺសាតាំងវាងាយស្រួលក្នុងការលបងយើងដើម្បីទាញនាំឲ្យយើងរកគ្នាទៅឆ្ងាយពីព្រះអង្គផងដែរអញ្ចឹងហើយយើងរកគ្នាគួរតែយកព្រះអង្គធ្វើជាទីពឹងយកព្រះអង្គធ្វើជាគ្រូយកព្រះអង្គធ្វើជាចិត្តរបស់យើងរកគ្នាឲ្យចិត្តរបស់យើងរឹងមាំថិតថេរជួបជាមួយនឹងព្រះអង្គដើម្បីនឹងបំពេញនូវកិច្ចការងារបោះត្រង់ឲ្យបានជោគជ័យនៅពេលដែលព្រះអង្គយ៉ាងមកវិញយើងនឹងបានឡើងទៅឯនគរតាំងសួគ៌ជាមួយនឹងព្រះអង្គផងដែរជាពិសេសគឺយើងជាគ្រីស្ទានបើសិនជាចិត្តរបស់យើងមិននឹងធឹងជាមួយនឹងព្រះអង្គនោះទេគឺយើងងាយស្រួលធ្លាក់លើកលែងលបួងមែនទែនការលបួងគឺតាមរយៈមិត្តភ័ក្តិរបស់យើងតាមរយៈគ្រូរបស់យើងគឺតាមរយៈអ្នកជិតខាងរបស់យើងហើយតាមរយៈអ្នកផ្សេងដែលគេតែងតែលបួងយើងឲ្យយើងទៅប្រព្រឹត្តនៅអ្វីមួយដែលមិនល្អប៉ុន្តែការនិយាយរបស់គេគឺព្យាយាមទាញនាំឲ្យយើងរកគ្នាមានចិត្តគំនិតថាគេធ្វើអញ្ចឹងគឺត្រឹមត្រូវគេធ្វើអញ្ចឹងគឺជាផ្លូវមួយដែលល្អដែលទាញនាំឲ្យគេឆាប់បានភាពសប្បាយរីករាយលឿនប៉ុន្តែត្រូវចាំថាភាពសប្បាយរីករាយគឺតែងតែនាំឲ្យយើងរកគ្នាជួបនៅទុក្ខលំបាកនៅពេលដែលយើងគិតមិនបានវែងឆ្ងាយគឺពួកយើងរកគ្នានឹងត្រូវជួបនៅបញ្ហាជាច្រើនប៉ុន្តែបើសិនជាពួកយើងរកគ្នាសប្បាយជាមួយនឹងព្រះអង្គសប្បាយជាមួយនឹងបំពេញនៅកិច្ចការជាមួយព្រះអង្គនោះអ្វីដែលយើងទទួលបានវិញនោះគឺជីវិតអស់កលដែលយើងបាននៅជាប់ជាមួយនឹងព្រះអង្គដែលយើងបាននៅក្បែរព្រះអង្គដែលជាព្រះសង្គ្រោះរបស់យើងរកគ្នាយើងដឹងថាមនុស្សសម័យឥឡូវគឺពិបាកក្នុងការជឿព្រះយេស៊ូវមែនទែនដោយសារតែពួកគេមិនបានជឿទៅលើព្រះគម្ពីរពួកគេគិតថាពួកគេមើលព្រះអង្គមិនឃើញទើបពួកគេមិនព្រមជឿប៉ុន្តែពួកគេមិនដឹងទេថាព្រះដែលពួកគេជឿគឺជាសាតាំងដែលវាតែងតែបង្វក់ឲ្យពួកគេរកគ្នាមានចិត្តគំនិតជឿទៅលើការបង្កបង្កើតរបស់វាប៉ុន្តែព្រះយេស៊ូវគឺជាផ្លូវតែមួយព្រះយេស៊ូវគឺជាព្រះដែលពិតប្រាកដដែលយើងរកគ្នាគួរតែយកចិត្តទុកដាក់ជាមួយនឹងព្រះអង្គដែលយើងរកគ្នាគួរតែដឹងពីព្រះអង្គហើយតែនាំមនុស្សឲ្យគេកែប្រែចិត្តគំនិតរបស់គេដែលពួកគេបានជឿទៅលើសាតាំងឲ្យពួកគេមកជឿព្រះអង្គជាព្រះសង្គ្រោះផងដែរអញ្ចឹងសារតកម្មយុវវ័យខាងនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះបាទសូមអរគុណហើយនឹងសូមជម្រាបលា